ตาลูกเนี่ยดังเต้ทาจงมือสุดได้บังกอยืงการติดเชื้อปัญหาสอบไงนั้นวิบรรดาหมอกเปียวไว้คลาตีมวยจงมือสุดการหมอกปีไซได้ยืงจุบไรหรือก็ยืงจุบไรอิเล็กทรอนิกส์วิหนึ่งทั่วยืงการจงมือสุดหายตีปีเนี่ยด้านเหมือนจุเต้ปันท้ายเนื้อจุ่มวิ่งเนี่ยจุmà viết có thưa ói dưỡng sốp xay bà đấy để hao tha second hand smoke có thưa dưỡng và chôm nắng chừng ngư suốt đời xa tập xay đài lúc nó không xay bà đấy nằm xay xinh vì miên chiết carbon monoxide đại việt thưa ở xua rồi bỏ dưỡng rồi liệt đòn cao sẽ cá rồi liệt thong chó nâng phơi đằng hàm rồi bỏ dưỡng tu tiền suốt tạm lòng bản trắng sầm đạp đường nè đại bản đạp hái cua chỉ viếng bịp xay bà đấy electronic nắng xay thu tiên đại dưỡng đốt bấm phụ dạng chán nơi khung nông tiสการะរបស់យើងជាពិសេសរដូវបុណ្យភ្ជុំនេះខ្ញុំឃើញមានបញ្ហាច្រើននៅក្នុងទីវត្តអារាមមួយចំនួនអញ្ចឹងដើម្បីបញ្ជៀសពីបញ្ហាជំងឺសួតធ្ងន់ធ្ងរត្រូវជៀសឲ្យផុតពីផ្សែងទាំងអស់នោះទី2ជំងឺសួតកើតឡើងពីបញ្ហាមួយចំនួនទាក់ទងទៅនឹងបរិស្ថានកខ្វក់បរិស្ថានកខ្វក់ឬបរិស្ថានគ្រោះថ្នាក់វាធ្វើឲ្យយើងគ្រោះថ្នាក់ដល់សួតរបស់យើងជាពិសេសអ្នកប្រកបរបរជាជាងផ្សារដែកក្នុងរោងចក្រសហគ្រាសមួយចំនួនតែងតែប្រើធូបផ្សារដែកដែលមានសារជាតិគីមីមួយយ៉ាងឈ្មោះថា Bester ដែលវាធ្វើឲ្យសួតរបស់យើងរលាកកោសិកានិងកើតម៉ារីកហើយមួយទៀតអ្នកដែលរស់នៅក្នុងបរិយាកាសពុលមានន័យថាខ្យល់អត់ដំណើរការទៅណាទេនៅក្នុងទីហប់ងងឹតហើយធ្វើឲ្យសួតរបស់យើងក៏រងនៅបញ្ហាកើតជំងឺដែរបាទទី3អ្នកដែលធ្វើការរោងចក្រសហគ្រាសដែលមានទូលីច្រើនដូចជារោងចក្រផលិតសម្ភារៈផ្សេងផលិតស៊ីម៉ង់ផលិតអីជាដើមវាធ្វើឲ្យធូលីច្រើនចូលទៅក្នុងផ្លូវដង្ហើមធ្វើឲ្យសួតរបស់យើងកើតជំងឺនិងរលាកសួតដែរហើយបន្ទាប់ទៅអ្នកដែលធ្វើការនៅក្នុងកន្លែងគ្រឿងផលិតថ្នាំកសិកម្មថ្នាំពុលបាញ់សម្រាប់សត្វល្អិតក៏ធ្វើឲ្យមានបញ្ហាទៅដល់សួតរបស់យើងដែរដោយសារតែបំភាយម៉ូលេគុលរបស់ថ្នាំពុលធ្វើឲ្យគ្រោះថ្នាក់ដល់សួតរបស់យើងចឹងហើយបើសិនជាយើងនៅក្នុងបរិយាកាសនេះយើងចាំបាច់ត្រូវការពារឲ្យបានល្អប្រើម៉ាស់ប្រើសម្ភារៈទប់ស្កាត់កុំឲ្យម៉ូលេគុលថ្នាំពុលចូលទៅក្នុងផ្លូវដង្ហើមរបស់យើងបាទនឹងអ្នកដែលរស់នៅក្នុងបរិយាកាសដែលមានអុកស៊ីហ្សែនតិចតួចក៏ធ្វើឲ្យមានបញ្ហាដល់សួតដែរទី4បាទយើងឃើញអ្នកដែលមានបញ្ហាសួតកើតចេញមកពីមេរោគមួយចំនួនជា virus ជា bacteria ហើយនិងពពួក fungi បាទវាធ្វើឲ្យរលាកផ្លូវដង្ហើមរបស់យើងរួមទាំងមេរោគដែលបង្កឲ្យកើតទៅជាជំងឺរបេងផងធ្វើយើងគ្រោះថ្នាក់ដល់សួតហើយបើយើងមិនព្យាបាលទាន់ពេលវេលាធ្វើយើងអាចស្លាប់បានជំងឺសួតមួយទៀតតាក់ទងទៅនឹងការប្រតិកម្មទំនាស់ដែលហៅថា allergic reaction ដែលធ្វើឲ្យយើងហៅថា allergy ហ្នឹងគឺធ្វើឲ្យយើងកើតជំងឺសួតធ្ងន់ធ្ងរនិងថប់ដង្ហើមអាចស្លាប់បានបាទថ្ងៃនេះខ្ញុំជម្រាបជូនលោកអ្នកប៉ុណ្ណឹងថ្ងៃក្រោយជួបគ្នាសាជាថ្មីទៀតនៅប្រធានបទក្រោយៗទៀតសូមអរគុណសហការឧបត្ថម្ភដោយមន្ទីរសម្រាប់ព្យាបាលយូរចាក់ទុកមុខសុខភាពរបស់អ្នកគឺជាភារកិច្ចរបស់ពួកយើង Mokis ព្យាបាលជំងឺរលាកផ្លូវដង្ហើមប្រព័ន្ធរំលាយអាហាររលាកតម្រងនោមនិងរលាកស្បែក